នេះគឺជាលុយ1000រៀលហើយខ្ញុំនឹងទៅទិញមីមកកញ្ចប់រួចឆុងហើយឲ្យគេញ៉ាំបើសិនជាគេឲ្យតម្លៃប៉ុណ្ណាគឺខ្ញុំនឹងទៅគុណនឹង10រួចឲ្យលុយទៅគាត់សម្រាប់មីមួយចាននេះបងឯងឲ្យខ្ញុំប៉ុន្មានមួយប៉ុន្មាននេះ1000ទេបាទ1000រៀលទេបាទតាម1000រៀលទេអីជួយញ៉ាំមីមួយអីអូនញ៉ាំមីនេះហ៎ញ៉ាំមិនអស់ឆ្ងាញ់អត់សម្រាប់មីមួយចាននេះបងឯងឲ្យខ្ញុំប៉ុន្មានឲ្យ2000 2000ច្បាស់ណា2000សុំ3000បានអត់បានសុំ4000បាន5000ឲ្យ5000ចាឲ្យ5000លុយមកចឹងលុយសុតអើយលុយសុតបាទបងស្រីឲ្យខ្ញុំ5000រៀលប៉ុន្តែចង់ប្រាប់ថាចេះមីមួយចាននេះតម្លៃត្រឹមតែ1000រៀលទេបាទច្រើនទេបងចង់និយាយថាអញ្ចេះបងឲ្យខ្ញុំ5000ត្រូវទេចាបងថ្ងៃនេះបងឯងសំណាងខ្លាំង5000នេះខ្ញុំគុណឲ្យបងនឹង10យ៉ាងនឹង10បាន100000អញ្ចឹង5000របស់គាត់ខ្ញុំជូនគាត់វិញហើយជូនបង50000ពីលើទៀតបាទមិនទាន់អស់ចិត្តខ្ញុំក៏បានធ្វើការដើរចែកមីបន្ថែមទៀតបាទចាបាទហេងអរគុណច្រើនពូជូនមីមួយកេះជូនមីជូនមីមួយកេះនេះគឺជាមីកូរីណូឬជាសាច់ជ្រូកចិញ្ច្រាំចំណុះ72ក្រាមតម្លៃត្រឹមតែ1000រៀលតែប៉ុណ្ណោះក្នុងការឆុងមីដំបូងយើងដាក់មីចូលចានដាក់គ្រឿងទេសចូលដាក់ទឹកចំណុះ300មីលីលីត្រគ្របទុកចោល3នាទីឈ្ងុយខ្លាំងមែនទែនទុនស្វិតឆ្ងាញ់មីកូរីណូរសជាតិសាច់ជ្រូកចិញ្ច្រាំតម្លៃត្រឹមតែ1000រៀលតែប៉ុណ្ណោះចំណុះ72ក្រាមតម្លៃត្រឹមតែ1000រៀលតែប៉ុណ្ណោះថ្មទូរស័ព្ទអសបានភាគរយដែរ